ឥឡូវនេះកងទ័ពជើងគោករបស់សៀមបានចេញបដិសេធការអះអាងរបស់កម្ពុជាដោយសង្កត់ធ្ងន់ថាប្រើប្រាស់កម្លាំងរបស់យោធាគឺស្របច្បាប់និងមានគោលដៅយោធាហើយការខូចខាតដល់ប្រទេសសៀមមិនអាចលុបចោលដោយព័ត៌មានបំភ្លៃបានទេគេនិយាយចឹងបងប្អូនទាំងអស់គ្នាហើយថ្ងៃទី8ខែសីហាអ្នកនាំពាក្យកងទ័ពជើងគោកសៀមបានបំភ្លៃករណីតាក់ទងនឹងការបង្ហោះលើ Facebook របស់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាដែលបានចោទប្រកាន់អណ្ដៅគ្រាប់បែកការខូចខាតទីតាំងប្រវត្តិសាស្ត្រនិងផ្ទះសម្បែងការស្លាប់និងរងរបួសរបស់ជនស៊ីវិលជាផុសតាងនៃការវាយប្រហាររបស់សៀមហើយបងប្អូនទាំងអស់គ្នាហើយវាក៏បានបញ្ជាក់ទៀតដែរថាការប្រើប្រាស់កម្លាំងទាំងអស់ដោយភាគីសៀមត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិដោយមានគោលដៅដែលបានកំណត់ផ្ទៀងផ្ទាត់យ៉ាងច្បាស់លាស់ហ่าបងប្អូនចោលវាមានវិធីសាស្ត្រច្បាស់លាស់របស់វាបងប្អូនវាពេលដែលវាប្លន់ដីប្លន់ផ្ទះគេគឺមានវិធីសាស្ត្រច្បាស់លាស់តែម្ដងដោយពិចារណាទៅលើភាពចាំបាច់សមាមាត្រនិងការប្រើប្រាស់អាវុធដែលមិនរើសអើងនេះខុសពីការប្រើប្រាស់អាវុធរបស់ភាគីខាងកម្ពុជាដែលបានប៉ះពាល់ដល់តំបន់ជនស៊ីវិលសៀមដែលបានបណ្ដាលឲ្យមានការស្លាប់របួសនិងការខូចខាតផ្ទះសម្បែងនិងទ្រព្យសម្បត្តិផងដែរគេចង់ចោទយើងវិញហើយបងប្អូនទាំងអស់គ្នាតែបងប្អូនទាំងអស់គ្នាកាលពីសម័យសង្គ្រាមដែលវាឈ្លានពានយើងដូចជាអត់មានប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋវាឲ្យស្លាប់បាត់បង់ជីវិតដោយការវាធ្វើមកដាក់កម្ពុជាទេបងប្អូនទាំងអស់គ្នាការវាធ្វើមកដាក់កម្ពុជាតើមនុស្សប្រមាណអ្នកដែលត្រូវបានស្លាប់ហើយទាហានរបស់ខ្មែរប្រមាណអ្នកដែលត្រូវបានស្លាប់ហើយនឹងកំទេចផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណខ្នងផ្ទះដែលបានខ្ទេចខ្ទីកំទេចទៅដោយគ្រាប់បែកនឹងការបំផ្លិចបំផ្លាញរបស់សៀមពុកម៉ែបងប្អូនទាំងអស់គ្នានឹងការខូចខាតដល់ទីតាំងប្រវត្តិសាស្ត្រប្រទេសសៀមបានដឹងពីតម្រូវការក្នុងការការពារទីតាំងប្រវត្តិសាស្ត្រក្រោមច្បាប់អន្តរជាតិផងដែរហើយតែងតែខិតខំជៀសវាងនៃការបង្កការខូចខាតបីជាយ៉ាងណាក៏ដោយមានភស្តុតាងជាក់ស្ដែងដែលបានបង្ហាញថាប្រទេសកម្ពុជាបានប្រើប្រាស់ទីតាំងប្រវត្តិសាស្ត្រមួយចំនួនសម្រាប់គោលបំណងយោធាផងដែរតំបន់នេះត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធាឃ្លាំងដាក់អាវុធកន្លែងបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកនិងកន្លែងបាញ់ប្រហារសម្រាប់ប្រហារមកលើជនស៊ីវិលនិងកងទ័ពសៀមជាពិសេសនោះគឺជុំវិញប្រាសាទតាកបីនិងការប្រើប្រាស់ទីតាំងប្រវត្តិសាស្ត្រដោយយោធាបែបនេះប៉ះពាល់ទៅដល់ការការពាររបស់ពួកគេក្រោមច្បាប់អន្តរជាតិដូច្នេះហើយដោយសារតំបន់បង្កការគំរាមកំហែងប្រទេសសៀមបានចាត់ទុកថាមិនចាំបាច់ត្រូវវិធានការដើម្បីទប់ទល់នឹងវាដោយប្រើកម្លាំងមិនចាំបាច់នឹងកាត់បន្ថយការខូចខាតដល់ទីតាំងប្រវត្តិសាស្ត្រនិងបន្លាលួសត្រូវបានប្រើប្រាស់ជារនាំងសន្តិសុខដើម្បីការពារការឈ្លានពាននិងការកាត់បន្ថយលទ្ធភាពនៃការប្រឈមមុខដាក់គ្នានេះក៏ដោយសារតែករណីវាក៏បានចោទថាការដាក់មីនរបស់កម្ពុជាពីអតីតកាលហើយវាជាវិធានការទប់ស្កាត់មិនមែនជាការប៉ុនប៉ងបង្កើតស្ថានភាពឬក៏បង្កើតចំនួនដោយការចោទប្រកាន់នោះទេបងប្អូនទាំងអស់គ្នាមើលចោលវានិយាយបងប្អូនទាំងអស់គ្នាវាក៏បានបញ្ជាក់ទៀតថារូបភាពនិងផុសតាំងនៃការខូចខាតដល់អាយុជីវិតផ្ទះសម្បែងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋថៃដែលបានបណ្ដាលមកពីការប្រើប្រាស់អាវុធរបស់កម្ពុជាគឺជាការពិតមិនអាចប្រកែកបានឡើយក៏ទៅបងប្អូនទាំងអស់គ្នាសៀមមកវាប្រកែមិនត្រឹមតែការសម្ដែងទេបងប្អូនវាប្រកែបលើសការពិតលៀបពណ៌បំភ្លៃការពិតគ្រប់បែបយ៉ាងទាំងអស់ដោយវាជាអ្នកបង្កហេតុវាជាអ្នកសម្លាប់បងប្អូនប្រជាពលរដ្ឋខ្មែរដុតបំផ្លាញវាយកំទេចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរយើងឥឡូវវាមកប្រកែកថាអ្វីគ្រប់យ៉ាងគឺការចេញពីកម្ពុជាក្នុងការប្រើប្រាស់អាវុធហើយការពីពេលកើតហេតុនោះដូចជាមិនមានឃើញប្រជាពលរដ្ឋវៀតណាមងាប់ទេបងប្អូនទាំងអស់គ្នាជាធម្មតាតែហ៊ានច្បាំងគ្នាបងប្អូនវាមានងាប់ទៅងាប់មកហើយប្រជាពលរដ្ឋវាវិញដូចជាអត់មានឃើញងាប់អីផងបងប្អូនទាំងអស់គ្នាហើយវាមកលៀបពណ៌កម្ពុជាវាមកបកស្រាយប្រាប់កម្ពុជាដោយសារតែប្រហែលថ្ងៃនេះ UN និងច្បាប់អន្តរជាតិសង្កត់កពួកវាខ្លាំងហើយខ្ញុំសង្ឃឹមថាខ្មែរយើងនឹងទទួលយុត្តិធម៌ក្នុងពេលឆាប់ៗនេះអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាចំពោះការតាមដានវីដេអូយើងខ្ញុំ